ដំណោះស្រាយចុករយកស្មាហ្នឹងគឺមាននៅក្នុងវីដេអូនេះបងប្អូនឃើញវីដេអូនេះហើយប្រកាសជាមានចម្លើយចង់សើចបន្តិចប៉ុន្តែបងប្អូនអនុវត្តទៅបងប្អូនទោះតែមើលទៅរៀងពិបាកឬក៏គួរឲ្យអស់សំណើចមែនប៉ុន្តែអាចជួយដោះស្រាយបញ្ហាតឹងកតឹងស្មាបងបានច្រើនមែនទែនបងប្អូនអាចមើលពីគន្លឹះមួយបានពីព្រោះការធ្វើគឺបត់បែនទៅតាមសភាពតានតឹងរបស់បងប្អូនជាក់ស្ដែងប៉ុន្តែបើសិនជាបងប្អូនមុននឹងធ្វើអាចកម្ដៅសាច់ដុំស្មាឬក៏ខ្នងហើយមួយទៀតហ្នឹងគឺព្យាយាមធ្វើមួយបងប្អូនកុំធ្វើបខំឬលឿនពេកពីព្រោះលំហាត់ប្រាណកហ្នឹងគឺសំខាន់បើសិនជាបងប្អូនធ្វើលឿនពេកអាចធ្វើឲ្យបងប្អូនហ្នឹងមានអារម្មណ៍ថាចង់វិលមុខតែបងពេលដែលបងប្អូនធ្វើហើយបងប្អូនគួរតែសម្រាកសិនណាកុំព្យាយាមធ្វើបង្ខំលឿនពេកក្នុងលំហាត់ប្រាណនីមួយៗបងប្អូនអាចធ្វើពី20ទៅ30វិនាទីបានហើយបើសិនជាបងប្អូនមានពេលអាចធ្វើមួយថ្ងៃ2ទៅ3ដងគឺរត់តែល្អហើយក្នុងការធ្វើនឹងដែរបងប្អូនកុំធ្វើនៅពេលដែលបងប្អូនឃ្លានខ្លាំងឬក៏នៅពេលដែលបងប្អូនឆ្អែតខ្លាំងពីព្រោះយើងត្រូវរក្សាដង្ហើមបងប្អូនឲ្យបានល្អដែរជៀសវាងការហត់ខ្លាំងឬក៏ធ្វើឲ្យបងប្អូនងាយវិលមុខសូមបន្ធូរដង្ហើមឲ្យបានវែងបងប្អូនហើយហាត់បានផលកុំភ្លេចចូល comment វីដេអូនេះហើយកុំភ្លេចជួយ share វីដេអូនេះមួយផងអរគុណបើសិនជាបងប្អូនអ្នកដែលគាត់មានបញ្ហាខាងលើហ្នឹងហើយចង់ដោះស្រាយបញ្ហាដែលបានលឿនកុំភ្លេចជ្រើសរើសខ្នើយសុខភាពនេះគេបងប្អូនគឺអាចជួយទប់ស្កាត់បញ្ហាខាងលើហ្នឹងបានល្អមែនតើហើយបើសិនជាបងប្អូនថែមជាមួយលំហាត់ប្រាណខាងលើទៀតគឺជួយដោះស្រាយបញ្ហាតានតឹងកស្មាហ្នឹងបានលឿនមែនតើ